សួស្តីដល់គ្នាចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបក្នុងការដែលយើងបង្កើតជា logo សម្រាប់ស្ថាប័នឬក៏អាជីវកម្មរបស់យើងងាយៗដែលប្រើប្រាស់កម្មវិធី Microsoft Office Publisher ណាបាទអញ្ចឹងអ្នកទាំងអស់គ្នាមានជម្រើសច្រើនក្នុងការបង្កើតជា logo តែទីនេះខ្ញុំសូមលើកយក Publisher ដែលជាកម្មវិធីសាមញ្ញដែលយើងអាចប្រើប្រាស់វាបានណាងាយស្រួលប្រើអូខេអញ្ចឹងដំបូងអ្នកទាំងអស់គ្នាគាត់តែជ្រើសយក blank មកបាទបន្តមកទៀតអ្នកនរគ្នាអាចចុចត្រង់កន្លែង page design ដើម្បីយើងចុចនៅត្រង់កន្លែង size នេះហើយអ្នកនរគ្នាចុចត្រង់កន្លែង page setup ដើម្បីយើងធ្វើការសេរីនៅទំហំกระดาษរបស់យើងចង់បានទំហំប៉ុណ្ណាដើម្បីដាក់ logo យើងហ្នឹងណាបាទអញ្ចឹងនៅត្រង់កន្លែង layout type នេះអ្នកនរគ្នាយក one page per sheet មកបាទហើយបន្តមកទៀតនៅត្រង់កន្លែង width និង height នេះអ្នកនរគ្នាវាយបញ្ចូលដល់ផ្ទៃ background សិល្បកម្មរបស់យើងហ្នឹងយើងចង់បានទំហំប៉ុណ្ណាបាទអញ្ចឹងទីនេះខ្ញុំចង់បាន4បាទwidth 4 height 4បាទយើងនឹងបានផ្ទៃ paper size របស់យើងដែលមានរាងការ៉េទំហំជ្រុង4 inch ណាបាទអញ្ចឹងយើងអូខេមកអញ្ចឹងយើងបានផ្ទៃនឹងរាង4 inch ហ្នឹងណាបាទហើយតទៅទៀតយើងគាត់ខ្ញុំអត់ចង់បាន margin ទេពណ៌ខៀវៗនេះគេហៅ margin ណាជាទំព័រខ្ញុំដោះវាចោលយើងចុចត្រង់ margin ហើយយើងយក none បាទអូខេអញ្ចឹងរួចរាល់បាទហើយបន្តមកទៀតខ្ញុំចង់បង្កើតជា logo មួយដែលមានរាងជារង្វង់មូលបាទសម្រាប់វិទ្យាល័យរបស់ខ្ញុំណាបាទអញ្ចឹងទៅទីនេះខ្ញុំគ្រាន់តែចុចត្រង់ insert យើងយក shape ហើយយើងយក oval នេះមកគូមកបាទអញ្ចឹងយើងគ្រាន់តែចុចវាមួយមកបាទតែប៉ុន្តែអ្នកនរគ្នាអាចព្រីកវាក៏បានដែរតែពេលដែលព្រីកកុំភ្លេចចុច shift ហើយទាញវាមកដើម្បីវាមូលណាតែទីនេះខ្ញុំចង់វាយបញ្ចូលនៅត្រង់កន្លែង width and height នេះដើម្បីកុំពិបាកព្រីកវាព្រមវាណាបាទអញ្ចឹងខ្ញុំវាយ width 4 height 4អញ្ចឹងខ្ញុំបានរង្វង់មួយដែលមានការ៉េ4បាទដែលមានអង្កត់ចិត្ត4 inch ណាបាទហើយបន្តមកទៀតអ្នកនរគ្នាអាចអូសវាចំកណ្ដាលមកឬក៏បើអ្នកនរគ្នាខ្ជិលអូសយើងចុចត្រង់ align យើងចុច relative to margin guide មកដើម្បីយើង align វាតម្រឹមវាឲ្យចំកណ្ដាលតែម្ដងបាទយើងចុច align មកយើងចុច center បាទ center ហ្នឹងមានន័យថាវានឹងតម្រឹមឆ្វេងស្ដាំធ្វើឲ្យចំកណ្ដាលណាបាទហើយតទៅទៀតខ្ញុំចង់តម្រឹមលើក្រោមឲ្យចំកណ្ដាលអញ្ចឹងយើងចុច align យើងចុច middle មកបាទយើងចុច middle មកវាចំកណ្ដាលលើក្រោមហ្នឹងណាបាទអូខេហើយបន្តមកទៀតខ្ញុំចង់សេរី outline វាឲ្យធំបន្តិចបាទខ្ញុំចុច outline ហើយខ្ញុំចុច V វាហើយខ្ញុំយកត្រឹម 3pt ចាស់បាទអូខេប៉ុន្តែអ្នកនរគ្នាឃើញបាទអ្នកនរគ្នាឃើញoutline របស់កំពង់យើងវាលៀនចេញពីផ្ទៃការ៉េរបស់យើងហ៎បាទជ្រុងសងខាងហ្នឹងគឺលៀនចេញហ៎បាទអញ្ចឹងបើលៀនចេញបែបហ្នឹងពេលដែលយើង save វាជា JPG ឬក៏ PNG វាប្រកាសជាដាច់ហើយក្នុងវងយើងនឹងដាច់មកឆតតាមជ្រុងមួយអញ្ចឹងណាបាទអញ្ចឹងត្រង់ហ្នឹងយើងអាចបន្ថយទំហំរង្វង់យើងឲ្យទូចបន្តិចទៅឬក៏អ្នកនរគ្នាដោះ outline ឲ្យទូចទៅប៉ុន្តែទីនេះខ្ញុំឆ្លាញ់ outline យើងធំអញ្ចឹងយើងគួរតែបន្ថយទំហំរង្វង់ទៅអាច 3.9 នេះទៅបាទ 3.9 មកបាទហើយយើង align center យើង align middle មកគឺវាចំកណ្ដាលហើយបាទសល់កេមតិចណាបាទអូខេហើយបន្តមកទៀតខ្ញុំចង់ដូរពណ៌ outline នេះខ្ញុំចុចត្រង់កន្លែង outline ខ្ញុំយកពណ៌ខៀវបាទខៀវចាស់បាទអូខេរួចរាល់ចឹងបន្តមកទៀតខ្ញុំចង់បានរង្វង់មូលទូចមួយទៀតនៅក្នុងផ្ទៃរង្វង់មូលនេះធំហ្នឹងណាបាទអញ្ចឹងខ្ញុំអាចចុច control ហើយយើងទាញវាដើម្បី copy បាទហើយបន្តមកទៀតខ្ញុំសេរីទំហំវាខ្ញុំដាក់ត្រឹមរង្វង់មូលហ្នឹងដាក់ត្រឹម 2.8 ចាស់បាទ2.8 ដូចគ្នាបាទតទៅទៀតយើងអាចសេរីទាញវាចំកណ្ដាលមកបាទហើយយើងទាញសេរីចេះក៏បាននេះក៏ចុច align ដូចខ្ញុំវិញក៏បានដែរបាទហើយនៅពេលដែលយើងសេរីវានឹងចេញកម្មវិធីវានឹងចាប់ឲ្យយើងហើយចំកណ្ដាលចំណុចកណ្ដាលហ្នឹងណាបាទយើងឃើញវាចំកណ្ដាលចឹងហើយយើងផ្លេចដៃមកចំកណ្ដាលហើយបាទឬក៏យើងចុច align center align middle ដូចខ្ញុំចេះក៏បានដែរណាបាទអូខេអញ្ចឹងយើងបានរង្វង់មូលមួយទៀតហើយបាទហើយបន្តមកទៀតខ្ញុំចង់ដាក់ជាlogo របស់ក្រសួងអប់រំនៅចំកណ្ដាលនេះសងខាងឆ្វេងមួយខាងស្ដាំមួយបាទប៉ុន្តែទីនេះខ្ញុំមិនដឹងថាគួរដាក់ធ្វើម៉េចឲ្យវាស្មើបាទមិនដឹងថាដាក់ម៉េចឲ្យវាស្មើគ្នាជាងការយើងដាក់ទៅអាចលើឡើងលើចុះក្រោមណាខ្ញុំចង់ឲ្យចំកណ្ដាលគាត់ផ្ចិតតែម្ដងអញ្ចឹងយើងគួរធ្វើបែបណាបាទអញ្ចឹងទីនេះយើងអាចដាក់ជាបន្ទាត់ guide មកបាទយើងចូល page design យើងចូល guide ហើយយើងចូល grid and baseline guide មកដើម្បីយើងដាក់ជាបន្ទាត់ guide
បាទអញ្ចឹងទីនេះខ្ញុំដាក់តា row ឯងដោយសារ column នេះអ្នក column ពុះជួរឈរនេះខ្ញុំអត់ចង់បានទេខ្ញុំចង់បានតែជួរ D អញ្ចឹងយើង row វាណាយើងដាក់2មកហើយ space នេះយើងដាក់វាធំនេះមកទៅតាមទំហំយើងចង់បានណាទីនេះខ្ញុំចង់បាន 0.8 បាទអូខេមកអញ្ចឹងអ្នកនរគ្នានឹងឃើញមានguide ruler guide នឹងក្រោយនេះតែដោយសារវាបាំងជាមួយនឹងផ្ទៃរបស់ពណ៌កំពុងនេះដល់ពេលអញ្ចឹងវាអត់ចេញមកអញ្ចឹងខ្ញុំដោះ format save field នេះខ្ញុំយក no field សិនមកដើម្បីឃើញមានបន្ទាត់ script អូខេជាបន្ទាត់ script មក2ណាបន្ទាត់ script នេះធំពេកខ្ញុំសុំកែបន្តិចត្រង់ line guide ខ្ញុំយកវាត្រឹម 0.6 ទៅបានបាទកុំឲ្យធំពេកនេះដល់គេឃើញបន្ទាត់ guide អញ្ចឹងយើងគ្រាន់តែយករូប logo សួរអប់រំហ្នឹងមកដាក់ចំកណ្ដាលនឹងមកវាស្មើគ្នាដែរណាបាទវាស្មើគ្នាហើយអញ្ចឹងខ្ញុំសូម insert picture បាទខ្ញុំ logo របស់ក្រសួងអប់រំបាទនេះ logo ក្រសួងអប់រំយើងចុចបើកវាមកបាទអូខេតមកទៀតខ្ញុំព្រមវាទូចបន្តិចអញ្ចឹងពេលអ្នកគ្នាព្រមយើងព្រមវាទូចមកហើយយើងទាញវាដាក់ចំកណ្ដាលមកបាទអូខេខ្ញុំព្រមព្រិចធំតិចបាទយើងដាក់ចំកណ្ដាលរបស់យើងមកអូខេយើងបានមួយបាទអូខេស្មើកណ្ដាលអូខេយើងបានមួយអញ្ចឹងខ្ញុំ copy មួយទៀតខ្ញុំចុច control ហើយទីមិនដែរបាទអញ្ចឹងមកដល់នេះវាយើងវាចេញបន្ទាត់ក្រឹតឲ្យយើងឃើញទេបាទយើងដាក់វាស្មើគ្នាមកអូខេពេលនេះស្មើហើយខ្ញុំលេងដៃបាទអញ្ចឹងខ្ញុំប្រូមវាមកវិញអូខេអញ្ចឹងពេលរួចហើយខ្ញុំដាក់ពណ៌ខៀវនឹងមកវិញបាទ save format save field បាទខ្ញុំដាក់ពណ៌ខៀវនឹងមកវិញបាទប៉ុន្តែខ្ញុំអត់ដឹងថាពណ៌ខៀវនេះដឹងពណ៌មួយណាអញ្ចឹងយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងយើងអាច save field យើងយក sample field color មកយើងចុចលើផ្ទៃពណ៌នេះមកវាបានពណ៌ដូចគ្នាណាបាទអូខេអញ្ចឹងយើងបានចុចចេញជារាងរូបរាងរបស់យើងហើយបាទអញ្ចឹងបន្ទាប់ពីរួចរាល់ខ្ញុំចង់ដាក់រូបសាលារបស់ខ្ញុំនៅចំកណ្ដាលរង្វង់នេះបាទអញ្ចឹងខ្ញុំចុចលើរង្វង់ទូចហ្នឹងខ្ញុំយក save format save field ហើយខ្ញុំយក picture បាទហើយតមកទៀតខ្ញុំចុច browse មកដើម្បីទៅរក file រូបភាពសាលាខ្ញុំនេះបាទរូបភាពសាលាខ្ញុំអញ្ចឹងយើងចុចបើកវាមកវានឹងចូលនៅក្នុងនេះបាទអូខេរួចរាល់បន្តមកទៀតខ្ញុំចង់ឲ្យរូបសាលាខ្ញុំនេះកុំឲ្យវាច្បាស់ពេកឲ្យវាព្រើបាទអញ្ចឹងយើងចុចត្រង់កន្លែង picture format correction នេះមកយើងមានពន្លឺរបស់វាបាទអញ្ចឹងខ្ញុំយកវាកុំឲ្យច្បាស់ពេកដាក់ត្រឹមព្រាលអីប៉ុណ្ណេះទៅបានហើយណាបាទនឹងអាស្រ័យទៅលើការឆ្លាញ់តែខ្ញុំឆ្លាញ់បែបហ្នឹងអញ្ចឹងណាបាទអូខេរួចរាល់បន្តមកទៀតខ្ញុំចង់បានឈ្មោះវិទ្យាល័យខ្ញុំនៅវងខាងលើនេះបាទជាភាសាខ្មែរឈ្មោះវិទ្យាល័យខ្ញុំជាភាសាអង់គ្លេសនៅខាងក្រោមនេះបាទអញ្ចឹងយើងមានជំរើសក្នុងការសរសេរគឺ insert យើងយក word art មកបាទយើងរើស mode មួយណាដែលយើងស្រឡាញ់ខ្ញុំយកមួយនេះបាទបន្តមកទៀតខ្ញុំរើសពុម្ពអក្សរដែលខ្ញុំស្រឡាញ់គឺខ្មែរ OS Moonlight ណាបាទអញ្ចឹងខ្ញុំយកខ្មែរ OS Moonlight បាទហើយបន្តមកទៀតទំហំខ្ញុំអត់រើសទេដោយសារខ្ញុំត្រូវការព្រិចព្រមឲ្យកោងបាទអញ្ចឹងខ្ញុំចាប់ដើមសរសេរវិទ្យាល័យខ្ញុំបាទហើយបន្តមកទៀតខ្ញុំចុចអូខេបាទអញ្ចឹងយើងបានអក្សរហ្នឹងបាទអញ្ចឹងដើម្បីឲ្យអក្សរហ្នឹងកោងយើងអាចចុច change shape យើងយកកោងនេះមកបាទអញ្ចឹងវាកោងអញ្ចឹងបើយើងចង់ឲ្យវាកោងខ្លាំងយើងព្រិចវាចុះក្រោមមកបាទវាចុះក្រោមខ្លាំងមកបាទហើយបន្តមកទៀតខ្ញុំព្រមឆ្វេងព្រមស្ដាំឲ្យវាស្មើគ្នាណាបាទអញ្ចឹងខ្ញុំយកស្មើបំពង់ប៉ុណ្ណេះបាទអញ្ចឹងខ្ញុំព្រមខាងស្ដាំនេះទៀតបាទអូខេហើយខ្ញុំព្រិចឡើងលើនិយាយរួមកន្លែងហ្នឹងយើងសេរីវាណាបាទយើងសេរីធ្វើម៉េចឲ្យវាស្មើស្អាតទៅណាបាទអូខេខ្ញុំព្រមយកក្រោមនេះទៀតដើម្បីសេរីវាស្អាតបន្តិចបាទ
okay ហើយបន្តមកទៀតខ្ញុំចង់តួអក្សរមួយឃ្លាពីគ្នាបាទអញ្ចឹងដើម្បីឲ្យតួអក្សរមួយឃ្លាពីគ្នាយើងអាចចុចត្រង់ឲ្យ spacing នេះមកយើងយក loose ឬក៏ very loose ទៅយើងអាចសេរីវាឃ្លាតគ្នាបានអញ្ចឹងណាបាទហើយតមកទៀតអាពណ៌លឿងនេះអ្នកនរគ្នាអាចទាញវាកោងខ្លាំងកោងខ្លាំងកោងតិចអីចឹងណាបាទតាមការចូលចិត្តរបស់យើងជាងទីនេះខ្ញុំសេរីទៅឆ្វេងទៅស្ដាំតិចទៀតបាទខ្ញុំទាញវាកោងតិចទៀតអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណេះស្អាតហើយបាទអញ្ចឹងខ្ញុំសេរី set fill ខ្ញុំសេរីពណ៌វាខ្ញុំដាក់ពណ៌សហើយ outline ខ្ញុំដាក់ពណ៌សដែរហើយបន្តមកទៀត save effect shadow ខ្ញុំដាក់វាបាញ់ចុះក្រោមអូខេshadow ដាក់បាញ់ទៅឆ្វេងណាបាទអូខេដូចមិនសូវស្អាតបាទអញ្ចឹង outline ខ្ញុំដាក់ពណ៌ខៀវមកវិញអូខេប៉ុណ្ណេះនេះស្អាតណាបាទអូខេអញ្ចឹងបន្តមកទៀតខ្ញុំខ្ជិលសរសេរម្ដងទៀតខ្ញុំ copy ទាញវាចុះក្រោមបាទអូខេហើយបន្តមកទៀតខ្ញុំសេរី save change shape នឹងដាក់រង្វង់មួយចុះក្រោមជាវិញណាបាទហើយខ្ញុំចុច edit text ដើម្បីខ្ញុំសរសេរជាអក្សរអង់គ្លេសណាបាទអូខេរួចរាល់ខ្ញុំចុចអូខេបាទអញ្ចឹងខ្ញុំទាញវាយកមកដាក់តាមទីតាំងវាវិញបាទអូខេហើយខ្ញុំចង់សេរី spacing វាយក very loose បាទហើយតមកទៀតខ្ញុំដាក់ shape fill វាពណ៌ស outline ដាក់ពណ៌សហើយ effect ខ្ញុំដាក់ shadow វាស្មើបាញ់ចុះក្រោមបាទសេរីវាឡើងលើបន្តិចអូខេរួចរាល់បាទអូខេអញ្ចឹងប៉ុណ្ណេះយើងអាចបង្កើតជា logo មួយដ៏ស្រស់ស្អាតបានណាបាទប្រើប្រាស់កម្មវិធី Publisher បាទអញ្ចឹងពេលដែលរួចរាល់យើងអាច save វាជា JPG ឬក៏ PNG ទៅដើម្បីយើងអាចយកទៅ post ក្នុង social media ឬក៏យើងអាចប្រើប្រាស់ទៅតាមគោលបំណងណាមួយរបស់យើងដែលចង់បាន logo ហ្នឹងណាបាទអញ្ចឹងដើម្បី save ជា PNG ឬក៏ JPG អ្នកនេះអាចចុចត្រង់កន្លែង file មកយើងចុច save as មកយើងប្រើអញ្ចឹងឧទាហរណ៍ខ្ញុំដាក់នៅក្នុង document ចុះបាទហើយនៅត្រង់កន្លែង file type នេះយើងអាចយកជា JPEG ឬក៏ PNG ណាបាទអញ្ចឹងទីនេះខ្ញុំយក JPEG ដែលយើងចំណាំហៅ JPEG ហ្នឹងបាទជា file រូបភាព JPG ហ្នឹងបាទហើយខ្ញុំចុច save អូខេអញ្ចឹងខ្ញុំចុចបិទបាទនេះយើង save មួយទៀតទៅបាទសម្រាប់ទុកប្រើប្រាស់ថ្ងៃក្រោយណាបាទអូខេអញ្ចឹងរួចរាល់ខ្ញុំទៅមើល logo របស់ខ្ញុំគឺទុកនៅក្នុង document បាញ់មិញបាទអញ្ចឹងនេះបាទ logo របស់យើងណាបាទអញ្ចឹងយើងទទួលបាន logo មួយដ៏ស្រស់ស្អាតដោយងាយដោយប្រើប្រាស់កម្មវិធី Microsoft Office Publisher ណាបាទអញ្ចឹងយើងបាន logo មួយដ៏ស្រស់ស្អាតแบบនេះណាបាទអូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមិនមានអីច្រើនទេខ្ញុំចែករំលែកនៅបទពិសោធន៍ដូចជាចំណេះដឹងក្នុងការធ្វើជា logo ធម្មតាសាមញ្ញៗប្រើប្រាស់កម្មវិធី Microsoft Office Publisher បាទអញ្ចឹងអ្នកនរគ្នាចូលមកក្រោយទៀតបើសិនចូលចិត្តកុំភ្លេចចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗទៀតណាអរគុណច្រើន